សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកតលំហាត់វិញ្ញាសាត្រៀមរបស់យើងគឺវិញ្ញាសាត្រៀមទី1ហើយនៅក្នុងវិញ្ញាសាត្រៀមនេះគឺពាក់ព័ន្ធជាមួយនឹងវេយ្យាករណ៍ដដែលអញ្ចឹងសូមបងប្អូនទាំងអស់គ្នាយើងទៅមើលវិញ្ញាសាយើងទាំងអស់គ្នាយើងឃើញប្រភេទលំហាត់ទម្រង់បែបនេះគឺយើងដឹងថាវាជាប្រភេទលំហាត់ការទាំងពីរដើម្បីធ្វើលំហាត់ការទាំងពីរបានដំបូងគឺយើងត្រូវមើលប្រធានវាថាវាជា past present ឬក៏ future គេឲ្យមកគេថា the first programs that are on our website in 1995 ដោយយើងឃើញពាក្យ1995នេះវាជាអតីតកាលអញ្ចឹងយើងកំណត់បានប្រធានរបស់យើងហ្នឹងគឺជា past បន្ទាប់មកយើងកំណត់ទម្រង់ចម្លើយមួយតើវាជាប្រភេទទម្រង់កាលឬគេដោយសារចម្លើយរបស់យើងឃើញមានពាក្យសូលរូបភាពបែបនេះអញ្ចឹងវាជាប្រភេទកិរិយាសព្ទប្រែប្រួលពាក្យសូលហ្នឹងគឺវាមកពាក្យ cell គឺជា verb 1 ទៅជា verb 2របស់វាគឺ soul verb 2ពេលវាជា verb 3គឺជា soul ដល់ដែរអញ្ចឹងនេះគឺកិរិយាសព្ទប្រែប្រួលបាទ irregular verb ដល់កន្លែងនេះវាជាប្រធានហើយអញ្ចឹងយើងកំណត់ចម្លើយនីមួយៗចូលមកយើងបាន subject បូកឲ្យ have ឬក៏ has បូកជាមួយនឹង been បូកជាមួយនឹង verb 3អញ្ចឹង soul ឡើងហ្នឹងគឺជា verb 3យើងបានទម្រង់ past យើងបានទម្រង់ present simple passive នេះយើងចូលទម្រង់ passive ចម្លើយ B យើងបាន subject បូកឲ្យ was verb កាលណាមាន verb គឺដៃគូវា was ហើយកន្លែងនេះបើអាចបូកធូបបានទេគឺជា verb 3អញ្ចឹងយើងបានទម្រង់កាល past simple passive ចម្លើយ C ដល់ចម្លើយ C គឺយើងបានទម្រង់ subject បូកឲ្យ verb 2យើងមិនអាច subject បូក verb 3បានទេដោយសារយើងមានទម្រង់បែបហ្នឹងដូច្នេះយើងបានចម្លើយ C ជាទម្រង់ past simple ចម្លើយ B យើងបានទម្រង់ subject បូកឲ្យ was ឬក៏ verb បូកឲ្យ verb ing នេះគឺជាទម្រង់ការរបស់ past continuous ឬក៏គេឲ្យឈ្មោះថា past progressive បានដែរ continue ហ្នឹងយើងស្មើនឹង progressive បន្ទាប់ពីយើងបានកំណត់បាទចម្លើយមួយហើយយើងត្រូវទៀងទាត់ជាមួយនឹងប្រធានរបស់យើងបើសិនណាប្រធានគេឲ្យមកជា past យើងទុកចម្លើយទាំងឡាយណាដែលជា past បើវាចម្លើយយើង present និង future យើងលុបវាចោលទៅចម្លើយ A យើងបាន present simple passive ចឹងយើងអត់យកទេយើងលុបវាចោលចម្លើយ B គឺជា past simple passive យើងទុកចម្លើយ C past simple យើងទុកចម្លើយ D past continuous ដូច្នេះវាមាន past តែ3ចូលដល់ដំណាក់កាលមួយទៀតគឺកំណត់និយមន័យដោយសារយើងឃើញមានឆ្នាំ1995អញ្ចឹងគឺជាពេលវេលាជាក់លាក់នៅក្នុងពេលវេលាជាក់លាក់យើងអាចប្រើ past continuous បានទេអញ្ចឹងយើងលុបចម្លើយ B នេះបាននៅចម្លើយដែលយើងសល់គឺចម្លើយ B ហើយនិងចម្លើយ C past simple passive និង past simple ចំពោះ past simple passive និង past simple និយមន័យវាដូចគ្នាបើនិយមន័យដូចគ្នាយើងមិនអាចកំណត់ថានិយមន័យ passive ឬក៏និយមន័យ past simple បានទេព្រោះនិយមន័យជាមួយទេអញ្ចឹងយើងទៅដល់ចំណុចទី4គឺវិភាគអត្ថន័យហ្នឹងតើប្រធានធ្វើអំពើឬក៏ប្រធានរងអំពើនៅពេលដែលយើងដាក់ passive ទៅគឺប្រធានរងអំពើនៅពេលដែលយើងដាក់ប្រធានដាក់ចម្លើយ C ចូលទៅ past simple ចូលទៅប្រធានធ្វើអំពើឥឡូវយើងមើលប្រធានរបស់យើងគេថាទំនិញទី1អញ្ចឹងសួរថាតំណែងនេះវាអាចចេះលុបបានដែរទេអញ្ចឹងកន្លែងនេះចម្លើយដែលត្រឹមត្រូវគឺចម្លើយ B គឺជា passive មានន័យថាប្រធានរងអំពើតំណែងលើដំបូងត្រូវបានគេលក់នៅលើ website របស់ពួកយើងនៅក្នុងឆ្នាំ1995ដោយសារអីដោយសារតំណែងវាមិនអាចចេះលក់ដោយខ្លួនឯងទេគឺតំណែងត្រូវបានគេលក់ដូច្នេះចម្លើយដែលត្រឹមត្រូវរបស់យើងគឺចម្លើយ B past simple passive អញ្ចឹងកន្លែង past simple នេះអត់ត្រូវទេបន្ទាប់ពីបងប្អូនបានរកចម្លើយឃើញហើយខ្ញុំក៏មានអ្វីដែលបង្ហាញប្រាប់បងប្អូនដែរគឺយើងទៅមើលមេរៀនយើងគឺ past simple passive កន្លែងនេះឥឡូវនេះយើងសូមមើលមេរៀនរបស់យើងគឺ past simple passive នៅក្នុងមេរៀន past simple passive យើងរៀនពីចំណុចទី1គឺទម្រង់ទី2គឺនិយមន័យទម្រង់របស់ past simple passive គឺទម្រង់ស្រោរបស់វាគឺ subject បូកឲ្យ was ឬក៏ verb បូកជាមួយនឹង verb 3ទម្រង់បែបខ្សែ subject បូកឲ្យ was ឬក៏ verb បូកឲ្យ not បូកឲ្យ verb 3ទម្រង់សំណួរនៅពេលដែលខ្ញុំបិទ WH word នេះចេញគឺជា general question
គឺ was ឬក៏ verb បូកឲ្យ subject បូកឲ្យ verb 3នៅពេលដែលយើងដាក់ WH verb នេះចូលគឺគេឲ្យឈ្មោះទម្រង់សំណួរ WH question គឺយើងមានទម្រង់ WH verb បូកឲ្យ was ឬក៏ verb បូកឲ្យ subject បូកឲ្យ verb 3ឥឡូវនេះយើងមកមើលទៅលើនិយមន័យរបស់ passive និង passive ដូចដែលខ្ញុំបានបញ្ជាក់បងប្អូនរួចរាល់ហើយគឺនិយមន័យវាគឺដូចជាមួយនឹង passive ដែរវាមាននិយមន័យចំនួន3ទី1 definite time in the past គឺពេលវេលាជាក់លាក់នៅក្នុងអតីតកាលទី2 a series of past event លំដាប់ព្រឹត្តិការណ៍នៅក្នុងអតីតកាលទី3 past habit ទម្លាប់នៅក្នុងអតីតកាលជាចុងក្រោយសង្ឃឹមថាវីដេអូនេះគឺមានសារៈសំខាន់ហើយបងប្អូនទាំងអស់គ្នាទទួលបាននូវចំណុចថ្មីៗជាច្រើនក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នេះទេបាទសូមអរគុណ